បាទទស្សនិកជនជាទីគោរពនិងជាទីមេត្រីយើងខ្ញុំសូមបន្តផ្ដល់ជូននៅព័ត៌មានជាតិសំខាន់ជាបន្តទៀតសាកលវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្ត្រកម្ពុជា Chemtech និងសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាដឹកនាំដោយអ្នកអង្គការហាន់ខៀងប្រធានបដូវវេនបានប្រពៃពិធីសម្ពោធមជ្ឈមណ្ឌលសិក្សាចិនអាស៊ាននិងរូបសំណាកខុងជឺដោយទទួលបានការគាំទ្រនិងផ្ដល់ហិរញ្ញវត្ថុពីធនាគារកាណាឌីយ៉ានិងធនាគារចិននៅក្នុងកម្មវិធីនេះលោកសាស្ត្រាចារ្យបណ្ឌិតឈៀងវណ្ណរិទ្ធអគ្គនាយកនៃមជ្ឈមណ្ឌលសិក្សាចិនអាស៊ានមានប្រសាសន៍ថាមជ្ឈមណ្ឌលនេះបង្កើតឡើងដើម្បីពង្រឹងនិងពង្រីកចំណេះដឹងបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមកនិងទំនាក់ទំនងសេដ្ឋកិច្ចប្រជាជនរវាងប្រទេសចិននិងអាស៊ានជាពិសេសរវាងចិននិងកម្ពុជាដូច្នេះយើងធ្វើការស្រាវជ្រាវទៅលើប្រធានបទដែលមានសារៈសំខាន់ដល់ចិននិងអាស៊ានដូចជាសមាហរណកម្មសេដ្ឋកិច្ចភូមិសាស្ត្រនយោបាយព្រមទាំងបច្ចេកវិទ្យានិងនវានុវត្តន៍ជាដើមចំណែកលោកបណ្ឌិតខៀងសុធីសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Chemtech ក៏បានមានប្រសាសន៍ដែរថា Chemtech បានសហការជាមួយវិទ្យាស្ថានអ្នកស្រាវជ្រាវ Singtan បានធ្វើការស្រាវជ្រាវរួមគ្នាក្រោមប្រធានបទការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនិងសេដ្ឋកិច្ចក្នុងភាពជាដៃគូចិនអាស៊ានដែលឆ្លុះបញ្ចាំងពីការបដិញ្ញាចិត្តនិងចែករំលែករបស់ប្រទេសចិននិងអាស៊ានទាំងផ្នែកសេដ្ឋកិច្ចនិងបរិស្ថានប្រកបដោយចីរភាពនាពេលអនាគតលោកបានបញ្ជាក់ផងដែរថានេះមិនមែនជាភាពចៃដន្យទេប៉ុន្តែនេះគឺជាឱកាសដែលចិននិងអាស៊ាននឹងធ្វើការចូលរួមនិងដោះស្រាយរួមគ្នាលើបរិវត្ត Digital និងការប្រឈមមុខនៃបរិស្ថានក្នុងសម័យកាលដែលមានភាពជឿជាក់និងកំពុងផ្លាស់ប្ដូរនេះការគ្រប់គ្រងលើការស្រាវជ្រាវការផ្លាស់ប្ដូរវប្បធម៌និងគោលនយោបាយអំពីសន្តិសុខអភិបាលកិច្ចនិងសេដ្ឋកិច្ចមានតួនាទីសំខាន់ក្នុងការបង្កើនទំនាក់ទំនងរវាងប្រទេសនីមួយៗដែលអាចផ្ដល់ឱកាសក្នុងការវិនិយោគនិងជួយលើកកម្ពស់ការអភិវឌ្ឍនៅតំបន់អាស៊ានជាដើមមជ្ឈមណ្ឌលសិក្សាចិនអាស៊ាននឹងបញ្ញាក្នុងការជំរុញការសហការការស្រាវជ្រាវនិងការជជែកពិភាក្សាគោលដៅចម្បងរបស់មជ្ឈមណ្ឌលសិក្សាចិនអាស៊ានគឺដើម្បីបង្កើនការយល់ដឹងគាំទ្រលើគោលនយោបាយផ្សេងៗព្រមទាំងកសាងទំនាក់ទំនងដ៏រឹងមាំរវាងចិននិងអាស៊ាន